ពេលវេលាបែបនេះมันមានច្រើនទេនៅក្នុងជីវិតរបស់យើងម្នាក់បើយើងមិនឆ្លៀតមិនខំធ្វើគឺពិតជាគ្មានទេបងប្អូនតួយ៉ាងដូចខ្ញុំនិងគ្រូសាអញ្ចឹងពួកយើងតែងតែបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាគ្រប់ពេលវេលាគ្រប់ទីកន្លែងបច្ចុប្បន្នកូនស្រីរបស់ខ្ញុំគាត់រៀនថ្នាក់ទី2ហើយគាត់មានអាយុ8ឆ្នាំហើយ10ឆ្នាំក្រោយគាត់នឹងបញ្ចប់ថ្នាក់វិទ្យាល័យពេលវេលា10ឆ្នាំពិតជាមិនយូរទេបងប្អូនអញ្ចឹងពេលដែលកូនចប់វិទ្យាល័យគាត់ត្រូវបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យបន្តទៀតពេលដែលចូលដល់ថ្នាក់សាកលវិទ្យាល័យគាត់មិនសូវមានពេលសម្រាប់គ្រួសារទេព្រោះដោយសារគាត់រវល់ជាមួយនឹងកិច្ចការរៀនសូត្ររបស់គាត់កាន់តែច្រើនជាងមុនអញ្ចឹងពេលវេលាបច្ចុប្បន្ននេះគឺល្អបំផុតដើម្បីឲ្យពួកយើងមានការប្រស្រ័យទាក់ទងគ្នាល្អនិងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នាឲ្យបានកាន់តែច្រើនតើបងប្អូនទាំងអស់គ្នាយល់ដូចខ្ញុំដែរអត់សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃចុងសប្តាហ៍ក្រុមគ្រួសាររបស់ខ្ញុំបានធ្វើដំណើរកម្សាន្តទៅកាន់ភ្នំគិរីរម្យដំណើរកម្សាន្តនេះមានរយៈពេល2ថ្ងៃ1យប់តោះទៅទាំងអស់គ្នាដោយសារតែខ្ញុំនៅខាងកំពតអញ្ចឹងខ្ញុំធ្វើដំណើរតាមផ្លូវជាតិលេខ4ដើម្បីទៅកាន់ភ្នំគិរីរម្យបងប្អូនចាហើយនេះគឺជាផ្លូវដែលខ្ញុំបានជិះកាត់ដល់បងប្អូនផ្លូវជាតិលេខ4ហើយមានស្តុបកន្លែងបត់កែងអីយ៉ាងម៉េចគឺខ្ញុំនឹងប្រាប់ក្នុងវីដេអូនឹងទាំងអស់តែម្ដងទៅលេងភ្នំគិរីរម្យបងប្អូនអាចជិះតាមផ្លូវជាតិលេខ4ក៏បានបងប្អូនអាចជិះតាមផ្លូវលបឿនលឿនដូចខ្ញុំក៏បានដែរគិតចាប់ចេញពីផ្ទះរហូតដល់ភ្នំគិរីរម្យខ្ញុំចំណាយរយៈពេល2ម៉ោងបងប្អូនបានមកដល់ភ្នំគិរីរម្យនេះគឺជាទិដ្ឋភាពដែលនៅលើផ្លូវលបឿនលឿនដែលខ្ញុំបានចូលតាមច្រកកំពង់ស្ពឺខាងកើតបងប្អូននេះគឺជាទិដ្ឋភាពទាំងរួមនៅលើផ្លូវលបឿនលឿនតែម្ដងសូមបងប្អូនអញ្ជើញទស្សនាទាំងអស់គ្នាមកដល់គីឡូទី63នៅលើកំណាត់ផ្លូវលបឿនលឿននេះដែរខ្ញុំក៏បានចុះចូលញ៉ាំអាហារពេលព្រឹកនៅទីនេះបើបងប្អូនធ្វើដំណើរតាមផ្លូវលបឿនលឿនបងប្អូនអាចចូលចំណតគីឡូទី63នេះបានបងប្អូនគឺថាសម្បូរអាហារមែនតែនព្រោះនៅចំណតនេះគឺសម្បូរម្ហូបខ្មែរយើងបងប្អូនយើងអាចរើសបានតាមចិត្តដែលយើងចង់ញ៉ាំអញ្ចឹងណាបងប្អូនខ្ញុំធ្លាប់ចូលចំណតផ្សេងដែរក៏ប៉ុន្តែអត់សូវមានម្ហូបខ្មែរដូចចំណតនេះទេសុទ្ធការញ៉ាំអីហ្នឹងកូនញ៉ាំមើលឆ្ងាញ់អត់បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចយើងក៏បន្តដំណើរទៅមុខទៀតឃើញកាន់កែកាហ្វេហ្នឹងគឺគិតថាខ្ញុំចេះញ៉ាំកាហ្វេអីតាខ្ញុំអត់ចេះមួយកែវហ្នឹងគឺបោះប្តីខ្ញុំទេគឺប្តីខ្ញុំគាត់ចូលចិត្តញ៉ាំកាហ្វេក្តៅផ្លាកសញ្ញាបានបង្ហាញថាយើងមកដល់ច្រកគិរីរម្យហើយយើងចូលតាមច្រកត្រែងត្រយឹងនេះបងប្អូនចាគឺបត់ខាងស្ដាំនេះទៅត្រង់ទៅខាងក្រុងបរសេនុចាបត់ស្ដាំគឺចូលគិរីរម្យចាច្រកត្រែងត្រយឹងការធ្វើដំណើរតាមផ្លូវលបឿនលឿននេះគិតចាប់ពីច្រកកំពង់ស្ពឺខាងកើតហើយចុះនៅច្រកត្រែងត្រយឹងការធ្វើដំណើរនៅលើផ្លូវលបឿនលឿននេះចំណាយអស់$4.03មកដល់មុខបន្តិចក៏យើងចុះពីផ្លូវលបឿនលឿនហើយយើងបាត់ស្ដាំឡើងមកលើផ្លូវជាតិលេខ4វិញជិះតាមផ្លូវជាតិលេខ4បងប្អូនឃើញប៉ាណូកណ្ដាលផ្លូវហ្នឹងបងប្អូនមើលខាងឆ្វេងដៃឃើញសញ្ញាបំព្រួញបត់ឆ្វេងដាក់ថាមជ្ឈមណ្ឌលកំសាន្តគិរីរម្យបងប្អូនបត់តាមខាងឆ្វេងដៃហ្នឹងមកនេះគឺជាទិដ្ឋភាពនៃច្រកផ្លូវចូលឧទ្យានជាតិគិរីរម្យគឺថាមានបងប្អូនយើងជាច្រើនដែលគាត់ប្រកបអាជីវកម្មលក់ដូរហើយជាពិសេសលក់មាន់អាំងតែម្ដងចាមានមាន់អាំងមានបាយមានភេសជ្ជៈអីផ្សេងដែលបងប្អូនយើងគាត់វិចខ្ចប់ពីខាងក្រោមយកទៅញ៉ាំនៅលើភ្នំអញ្ចឹងណា
ចាហើយនៅតាមផ្លូវក៏មានលក់ផ្លែឈើហើយខែនេះគឺសម្បូរផ្លែតារ៉េនផ្លែសាវម៉ាវមកខុតចាគឺសម្បូរបែបតែម្ដងកន្លែងនេះគឺកន្លែងលក់សម្បត្តិសម្រាប់ចូលឡើងទៅលើភ្នំមកបងប្អូនចាប្រភេទឡានដូចនាងខ្ញុំនេះគឺបង់ចំនួន 10000 រៀលមកដល់ត្រង់ចំណុចនេះគឺជាកន្លែងទីសក្ការៈបងប្អូនហើយក៏បានចូលទិញដង្វាយមកថ្វាយជូនលោកយាយសូមសេចក្តីសុខសេចក្តីសប្បាយភាពចម្រុងចម្រើនរុងរឿងហើយបន្ទាប់មកយើងក៏បន្តដំណើរទៅខាងនៅលើឧទ្យានជាតិគិរីរម្យនេះគឺមានកន្លែងកំសាន្តជាច្រើនប៉ុន្តែលើកនេះខ្ញុំនិងគ្រួសារជ្រើសរើសទៅលេងកន្លែងឋានសួគ៌គិរីរម្យព្រោះកន្លែងនេះមានទេសភាពស្អាតសូមអញ្ជើញបងប្អូនទស្សនាទេសភាពនៃដើមស្រល់ហើយស្ដាប់នៅសំឡេងស្រល់ថាព្រោះប៉ុណ្ណាបងប្អូនមកដល់គិរីរម្យហើយមើលដើមស្រល់ស្អាតហើយត្រជាក់បងប្អូនទាំងអស់គ្នាគិរីរម្យផ្ដាំឲ្យមកលេងបងណាមួយអញរកដើមប៉ប្រកដែរនៅជាប់ដើមស្រល់ឲ្យបាន2ដើមអលឿនទុកពេលឲ្យ1នាទី1 2អូខេ1 3 4 5 6 ត្រូវអូខេឈ្នះនោះលើរសជាតិអីកូនអូម៉ាជីបង្កើនច្រឡំអូបានមិនលិតអូន2 លីត្រកន្លះអ្នកដាក់គ្រឿងមុនមែនធំមែននេះមានតែធំមួយហ្នឹងបន្ទាប់ពីអង្គុយលេងបន្តិចហើយយើងក៏បន្តដំណើរទៅកាន់កន្លែងស្នាក់នៅតែម្ដងមកលើកនេះខ្ញុំជ្រើសរើសយករំដួលរីសតដើម្បីស្នាក់នៅមួយយប់មកដល់កន្លែងស្នាក់នៅហើយខ្ញុំក៏បានកក់បន្ទប់នេះមុនពេលដែលខ្ញុំមកដល់ចំនួន1សប្តាហ៍ព្រោះដោយសារខ្ញុំខ្លាចអស់បន្ទប់បងប្អូនព្រោះដោយសារកន្លែងនេះកក់មិនងាយបានទេហើយយើងក៏បានចូលទៅ check in បន្ទាប់ពី check in រួចពូក៏បានមកជួយយកអីវ៉ាន់របស់យើងទៅកាន់បន្ទប់ដែលយើងត្រូវស្នាក់នៅយប់នេះតែម្ដងតើបងប្អូនទាំងអស់គ្នាទៅទស្សនីយភាពនៅក្នុង resort រំដួល resort ទាំងអស់គ្នាចា៎ត្រជាក់ស្រួលឡូបង បានមកដល់បន្ទប់ដែលយើងត្រូវស្នាក់នៅយប់នេះហើយទេសភាពនៃមុខបន្ទប់នេះគឺបែរទៅកាន់ព្រៃភ្នំ
តើបងប្អូនតើមើលក្នុងបន្ទប់ជាមួយខ្ញុំទាំងអស់គ្នា ដូចចាំមិនទៀតទៅណាត់ Hello មើលបើកទ្វារទៅក្រៅមកកូនគេនឹងវ៉ាវមួយទឹកមើលធម្មជាតិ ទៅកែកន្លែងបាត់ជើង នេះមិនថាជីវិតផ្សារភ្ជាប់ជាមួយនឹងធម្មជាតិមើលនេះយើងចូលទៅទឹកក៏កូនមើលទេសភាពដើមស្រល់មួយទឹកមើលដើមស្រល់អញ្ចឹងណាអូស្រស់ស្រាយបង ខ្ញុំហៅថាកូនទេសភាព Baby burger មែនមកអូន ចា ឆ្ងាញ់ណាស់ ហ្នឹង បន្ទាប់ពីទុកដាក់អីវ៉ាន់រួចរាល់ហើយយើងក៏ធ្វើដំណើរទៅកាន់ភោជនីយដ្ឋានដែលនៅខាងលើដើម្បីញ៉ាំអាហារថ្ងៃត្រង់ ទឹកគ្រឿងមិន Querido Ocean Jet Querido ដល់ហើយទឹកគ្រឿងបាត់ដំបងអូយតំណងដល់ហើយនេះជាមួយញ៉ាំមើលរសជាតិមិនដែរមិនដែរបងរសជាតិទឹកគ្រឿងបាត់ដំបងនៅលើភ្នំគិរីរម្យឆ្ងាញ់សម្រាប់ទឹកគ្រឿងបាត់ដំបងនេះខ្ញុំឲ្យពិន្ទុ10 លើ 10បងប្អូនបើទៅខ្ញុំរីកមិនឲ្យបងប្អូនកុំមកញ៉ាំប៉ុន្តែបើមាន់នេះសម្រាប់ខ្ញុំឲ្យពិន្ទុ4 នៅលើ 10អត់ឆ្ងាញ់ញ៉ាំអាហារថ្ងៃត្រង់រួចក៏ចូលម៉ាតបន្តិចដើម្បីទិញរបស់របរប្រើប្រាស់មួយចំនួនហើយក៏អស់កម្លាំងហើយដែរមកគេងសម្រាកនៅបន្ទប់ពេលល្ងាចចាំយើងចេញទៅលេងបន្តទៀតកាត់មកដល់ពេលល្ងាចយើងក៏បានរៀបចំខ្លួនរួចរាល់ហើយ Nak lampak pink ah. ดูไม่เคลียร์กันอยู่บ้างไรซะซ้อนนั่งเคลียร์เลย Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
Chào bạn man. Ồ, bà chào bà gần bầy lời với cho con chào bạn hả? Bà chào bà gần bầy. Đi bà. ល្ងាចនេះយើងជ្រើសរើសយកកន្លែងអង្គុយរបៀបជាមួយនឹងធម្មជាតិកយកុនមើលភ្នំមើលថ្ងៃរៀបលិចញ៉ាំអាហារពេលល្ងាចបណ្ដាកយកុនមើលទេសភាពបណ្ដាជាមួយនឹងខ្យល់នៅលើភ្នំត្រជាក់មករសៀករសៀកហើយអង្គុយជាមួយមនុស្សជាទីស្រឡាញ់ពិតជាមានក្តីសុខខ្លាំងអញ្ជើញបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូនេះមកពិសាអាហារពេលល្ងាចជាមួយខ្ញុំ Bông một tê sập hiệp ạ. Xa ra. Cho Seiko ăn. Seiko ăn lớp nồng. Tại gạt bà. Seiko ăn lớp nồng. Mua xong nâng bại giá cá hay nâng tì cái lại. Mà sao tì ca trong ăn này mạ nhằm. Nhằm mà haពេលល្ងាចរួចយើងក៏ទៅគេងព្រោះឯសាយប់ហើយនៅទីនោះពិតជាមានអាកាសធាតុត្រជាក់ស្រួលខ្លួនមែនតើបងប្អូននៅពេលយប់កាន់តែត្រជាក់ទៀតនេះជាទស្សនភាពពេលយប់នៅក្នុងរីសតដែលពួកខ្ញុំស្នាក់នៅគឺមានទេសភាពស្អាតបន្ថាពេលយប់ឬក៏ពេលថ្ងៃបងប្អូនមកដល់បន្ទប់យើងក៏មុជទឹករៀបចំសម្អាតខ្លួនហើយចូលគេង Good night រុនទូស្ដីប្តីសម្លាញ់ Good morning ធ្វើអីហ្នឹងមើលបាតតមើលបាតតជាមួយធម្មជាតិទៅជាអាចជារៀបចំខ្លួនរួចយើងក៏ទៅស្រស់ស្រូបអាហារពេលព្រឹកដែលខាងរីសតបានរៀបចំឲ្យប៉ាទៅណាហ្នឹងពីអ្នកប៉ាកូនទៅញ៉ាំនៅណា
Salon nằm chọc mà Sật ca nhằm ai còn Bác nhằm ấy Mình cái tiêu cái đai ta Nhằm ấy nâng con Trẻ ác Aduh tiệt Oh, lo yang ten Setika Chị Tôn mình con Chị Tôn nơi nào nè Resort semua ấy Em mày đá ca thiệt lên đấy Để ôn ngâm ấy nè Yamaha ពេលព្រឹករួចក៏លេងនៅទីនោះបន្តិចហើយក៏រៀបចំឲ្យបានចេញដំណើរមកផ្ទះវិញបាយទៅផ្ទះវិញហើយចាក្រុមហ៊ុន6កូនមានឆៃក្រូច ចាញ៉ាំមើលអាយមកចុះពីលើភ្នំមកយើងក៏បន្តដំណើរឡើងមកលើផ្លូវល្បឿនលឿនដោយសារតែអត់ទាន់បានញ៉ាំអាហារថ្ងៃត្រង់អញ្ចឹងយើងក៏ចូលញ៉ាំអាហារថ្ងៃត្រង់នៅច្រកកំពង់ស្ពឺវីដេអូដំណើរកម្សាន្តរបស់ក្រុមគ្រួសារខ្ញុំរយៈពេល2ថ្ងៃមួយយប់ក៏បានមកដល់ទីបញ្ចប់ហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមគោរពជូនពរដល់បងប្អូនទាំងអស់គ្នាឲ្យជួបតែសំណាងល្អរកទទួលទានមានបានជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត